bạnสมกรบជំរាបសួរបាទប្រិយមិត្តទាំងអស់អ្នកតាមដានវីដេអូខ្ញុំបាទពូលាក់បាទថ្ងៃនេះយើងមកដាក់បកាយទៀតហើយបាទយើងដាក់ប្លង់ដដែលបាទពីថ្ងៃមុនអត់មានត្រីស៊ីទេនេះមេឃរាំងប្របងប្អូនបាទហើយណាមួយយើងដាក់ថ្ងៃនេះយើងបិទនុយកូនកង្កែបបាទកូនកង្កែបនេះបាទបង្កាយរបស់យើងបាទនេះបាទនេះកូនកង្កែបបាទនេះយើងបិទនុយកូនកង្កែបហើយមេឃនេះរាំងប្ររោភ្លៀងមេឃរាំងស្អាប់មែនទែនបាទស្អាប់ដល់ពេលអញ្ចឹងទៅអត់មានត្រីស៊ីទេនេះត្រីវាអត់ក្លៀនចំណៃតែម្ដងបាទបាទនេះនុយរបស់យើងបង្កាយរបស់យើងនេះដាក់ជិបគ្នាទេបាទមកខាងម្នាក់ហើយណាមួយទឹកនៅច្រើនដល់ពេលអញ្ចឹងត្រីវាអត់ទៅឆ្លងកាត់ក៏មិនដឹងយើងទៅមុខទៀតណាបាទព្រោះមិនទេយើងដើរមើលទៅយើងដាក់រួចហើយពេលដើរដាក់ខ្ញុំអត់បានថតឲ្យបងប្អូនមើលទេដោយសារតែឯងនេះបាទចាំមើលឥឡូវយើងម៉ោងដល់តែនឹង7ជាងហើយចាំមើលម៉ោង9ម៉ោង10ខ្លាចស្ងាត់ខ្យល់បន្តិចទៅហើយជាអាចត្រីវានឹងស៊ីវិញក៏ថាបានបើថាមិនត្រីអត់ស៊ីទេមានតែត្រីវាអត់ហេវអស់ហើយវាឈប់ហេវនុយបាទនេះបកាយរបស់យើងបាទ2ថ្ងៃហើយប្រិយមិត្តហើយសំមិញក៏អត់បានតែកូនត្រីក្រាញ់នេះថ្ងៃនេះទៀតអត់ទៀតក៏មិនដឹងថាយ៉ាងណាដែរនេះយើងមើលទៀតណាបាទយើងតស៊ូធ្វើម៉េចហើយយើងអ្នកស្រឡាញ់ក្នុងការដាក់បកាយយើងចេះតែនៅផ្ទះអត់សក់បាទនេះបកាយគុនកែបាទលួតឆើបាទថាមិនដឹងថាត្រីស៊ីណាអត់ទេគុនបកាយគុនកែបាទនេះយើងទៅមុខទៀតបាទនេះហើយយើងដាក់អត់ច្រើនដែរថ្ងៃនេះប្រិយមិត្តបាទដាក់បកាយប្រហែលជាខ្ទង់4 10 20បកាយបាទនេះហើយនេះកន្លែងក្រោយវត្តបាទវត្តកន្លែងក្រោយព្រះអង្គធំកម្ពស់80 ម៉ែត្របាទនេះក្រុងសាងបាទធំមែនទេខាងក្រោមនឹងរៀបចំភ្លើងជិតដល់ថ្ងៃកឋិនហើយបាទវត្តប្រាសាទព្រះកណ្ដាលខ្ចាស់បាទនេះបកាយរបស់យើងបាទនេះហូបហើយបាទហូបមួយហើយមកខាងនេះទៅទៀតយើងដល់មើលទៅមិននេះបាទហើយរឹងហើបដែរបាទយើងទម្លាក់វាដល់ក្រោមនេះបាទនេះគុនកែបគេបិទរបៀបហ្នឹងឯងបាទដើម្បីឲ្យត្រីធំវាគប់ពីព្រោះប្លង់នេះខ្ញុំដាក់ថ្ងៃមុនត្រូវច្រើនបាទត្រូវត្រីធំបាទមើលតែ2ដងបានត្រី2-3គីឡូបាទត្រីធំមួយផ្ទក់ផងមួយសិតតែ4-5 ខាំអីណាជិត1គីឡូតែថ្ងៃនេះមិនដឹងថាយ៉ាងណាទៅដើរលេងអស់ហើយដឹងបាទមានមូរោចំណៃរយសោះហើយប៉ុណ្្នឹងទៅចុះបាទអរគុណចំពោះបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំហើយចាំមើលយើងអ៊ុតមើលភាគបន្តទៀតបាទសូមអរគុណបាទគ្រប់ជ្រាបលា